អនុញ្ញាតគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់បាទនៅក្នុងថ្ងៃនេះដែរខ្ញុំមានព័ត៌មានខ្លះៗដើម្បីចែករំលែកទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយសម្រាប់ព័ត៌មាននៅក្នុងថ្ងៃនេះគឺតាក់ទងទៅនឹងសហរដ្ឋអាមេរិកតើមានបំណងអ្វីឲ្យប្រកាសព្រោះអាមេរិកនឹងផ្ដល់រថពាសដែកប្រយុទ្ធ Stryker 17គ្រឿងដល់យោធាថៃស្របពេលយោធាថៃឈ្លានពានកំពុងឈរជើងជ្រៅនៅក្នុងទឹកដីកម្ពុជាសហរដ្ឋអាមេរិកថែមទាំងប្រកាសថានឹងផ្ដល់រថពាសដែក Stryker ចំនួន17គ្រឿងឲ្យទៅកងទ័ពភូមិន្ទថៃតាមរយៈកម្មវិធី EDA តើរដ្ឋធានីវ៉ាស៊ីនតោនមានបំណងអ្វីឲ្យប្រកាសទៅស្របពេលយោធាថៃឈ្លានពានកំពុងឈរជើងយ៉ាងជ្រៅនៅក្នុងទឹកដីខ្មែរសហរដ្ឋអាមេរិកក៏បានប្រកាសថានឹងផ្ដល់រថពាសដែក Stryker ចំនួន17គ្រឿងឲ្យទៅកងទ័ពភូមិន្ទថៃទន្ទឹមនឹងផែនការនេះធ្វើឡើងនៅពេលបញ្ចប់លំហាត់យោធាដែលមានឈ្មោះថាពោះវែកមាសឆ្នាំ2026នេះបើតាមការចុះផ្សាយដោយកាសែតខៅសតនៅថ្ងៃទី24កុម្ភៈឆ្នាំ2026មេបញ្ជាការកងទ័ពភូមិន្ទថៃលោកផាណាក្លែវផ្លតធួបានចាប់ដៃជាមួយនឹងឧត្តមសេនីយ៍ឯក Matthew McFarlane បញ្ជាការរងកងទ័ពអាមេរិកនៅទីបញ្ជាការកងទ័ពភូមិន្ទថៃដើម្បីពិភាក្សាការពង្រឹងសមត្ថភាពយោធារួមទាំងការបង្កើនសមយុទ្ធពោះវែកមាសដោយមានការបណ្ដុះបណ្ដាលផ្នែកបើកបររថពាសដែក Stryker ដែលអាមេរិកនឹងជួយឲ្យកងទ័ពថៃមានបច្ចេកវិទ្យាទំនើបក្នុងសមរភូមិសង្គ្រាមជាក់ស្ដែងហើយអ្វីដែលគួរឲ្យអស់សំណោចនោះគឺថាមានបញ្ជាការកងទ័ពភូមិន្ទថៃរលាស់អណ្ដាតទាំងបំភ្លៃថាយោធាខ្លួនកំពុងគោរពទៅលើច្បាប់អន្តរជាតិនិងប្រើប្រាស់កម្លាំងយោធាដើម្បីការពារអធិបតេយ្យភាពទាំងដែលយោធាខ្លួនបើកការឈ្លានពានលើកម្ពុជាដោយកំពុងកាន់កាប់ជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជាបន្ទាប់ពីមានបទជបាញ់ចូលជាធរមានសំណួរជាច្រើនបានចោទសួរថាតើរថពាសដែក Stryker ទាំង17គ្រឿងនេះនឹងត្រូវប្រើដើម្បីការពារសន្តិភាពឬដើម្បីបន្តឈ្លានពានយកទឹកដីខ្មែរបន្ថែមទៀតសូមជម្រាបថាការសម្រេចចិត្តរបស់អាមេរិកក្នុងការផ្ដល់រថពាសដែកទាំងនេះទៅឲ្យរាជធានីបង្កកកើតឡើងស្របពេលស្ថានភាពព្រំដែនកំពុងកើនកម្ដៅម្ល៉េះហើយកម្ពុជាត្រូវតែប្រុងប្រយ័ត្ននិងពង្រឹងកម្ពែងការពារជាតិឲ្យកាន់តែរឹងមាំដើម្បីឆ្លើយតបទៅនឹងការគាំទ្រដ៏គួរឲ្យព្រួយបារម្ភពីសំណាក់រដ្ឋធានីវ៉ាស៊ីនតោនមិនត្រឹមតែប៉ុណ្ណោះថៃក៏បានភូតអន្តរជាតិនៅលើបណ្ដាញទូរទស្សន៍បារាំងដែលដូចជាបាច់អង្កាមបញ្ច្រាស់ខ្យល់ប៉ះមកលើខ្លួនឯងអញ្ចឹងនៅក្នុងកិច្ចសន្ទនាជាមួយបណ្ដាញទូរទស្សន៍ព័ត៌មានរបស់បារាំងមួយកាលពីថ្ងៃទី23កុម្ភៈឆ្នាំ2026រដ្ឋមន្ត្រីការបរទេសថៃលោកសីហសភួងកែតកែវបានសម្ដែងចង់ឲ្យមានការបន្ធូរបន្ថយស្ថានភាពតានតឹងជាមួយនឹងកម្ពុជាដោយព្រមានថាចំនួនបន្ថែមទៀតនឹងនាំមកនូវការខូចខាតកាន់តែច្រើននិងអះអាងថាដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់នោះគឺប្រជាជនកម្ពុជាមកតាំងទីលំនៅកំឡុងពេលថៃបើកជំរំទទួលជនភៀសខ្លួនរបស់កម្ពុជាតាំងពីសម័យមុនមកម្លេះក្រោយអស់តម្រេះក្នុងការឆ្លើយពងវាងពីការសួររបស់អ្នកសារព័ត៌មាន Friend 24របស់បារាំងជុំវិញការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដែលបានថ្លែងសារទៅកាន់ពិភពលោកកំឡុងពេលសម្ដេចបវរធិបតីហ៊ុនម៉ាណែតអញ្ជើញចូលរួមកិច្ចប្រជុំកុំប្រឹក្សាសន្តិភាពលោកសីហសភួងកែតកែវក៏បានបដិសេធចំពោះការទាមទារទឹកដីដែលយោធាថៃកំពុងរំលោភបំពានថាមិនត្រឹមត្រូវទាល់តែសោះនិងព្រមទាំងបៀមឈាមព្រោះដាក់កម្ពុជាថាបាននឹងកំពុងព្យាយាមធ្វើឲ្យចំនួននេះកាន់តែរីកធំក្លាយជាលក្ខណៈអន្តរជាតិខណៈរាជធានីបាងកកប្រើល្បិចដដែលដើម្បីបិទបាំងមហិច្ឆតាឈ្លានពានរបស់ខ្លួនតែយ៉ាងណាក្រដាស់មិនអាចខ្ចប់ភ្លើងឡើយឬពាក្យចាស់ខ្មែរមួយឃ្លាទៀតពោលថាហូតច្រើនចាញ់អាត្មាទាំងនេះក៏ព្រោះអ្នកសារព័ត៌មានទូរទស្សន៍របស់បារាំងបានហែកខោលោករដ្ឋមន្ត្រីដែលស្ដាប់មើលទៅធ្វើឲ្យលោកប្រែក្លាយពីអ្នកជំនាញការទូតមកជាអ្នកជំនាញការភូតផទៅវិញបណ្ដាញទូរទស្សន៍ព័ត៌មានបារាំងខាងលើបានចុះផ្សាយចំថាកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជាថៃត្រូវបានចុះហត្ថលេខានៅថ្ងៃទី27ខែធ្នូឆ្នាំ2025បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាច្រើនសប្តាហ៍ដែលសម្លាប់មនុស្សរាប់សិបនាក់និងបង្កឲ្យមានការជំលៀសប្រជាជនស៊ីវិលជាង1លាននាក់យ៉ាងណាលោកសីហសបានទទួលស្គាល់ថាកិច្ចព្រមព្រៀងនេះនៅតែមានភាពផុយស្រួយមែនទែនទៅបទឈប់បាញ់កើតឡើងបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពមុនក្រោមការសម្របសម្រួលដោយសហរដ្ឋអាមេរិកនិងម៉ាឡេស៊ីកាលពីខែតុលាត្រូវបានដួលរលំត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះដោយសារតែភាគីថៃប្រើលេសទាត់ចោលទៅគន្លាតជញ្ជាំងគេនៅចាំបានថាកាលពីប៉ុន្មានថ្ងៃមុនសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជនចក្រកម្ពុជាបានបកស្បែកមុខមាត់ពិតរបស់ចៅឈ្លានពានថៃទៅកាន់ពិភពលោកថាយោធាថៃនៅតែបន្តកាន់កាប់ទីតាំងជាច្រើនដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជាជាការឆ្លើយតបលោកសីហសភួងកែតកែវបានរលាស់អណ្ដាតតាមជំនាញភូតភររបស់ខ្លួនថាគឺខាងភាគីកម្ពុជានោះទេដែលបន្តធ្វើឲ្យចំនួននេះកាន់តែคล้ายទៅជាលក្ខណៈអន្តរជាតិ
នឹងធ្វើការអះអាងដែលមិនមែនជាការពិតប្រមុខការទូតថៃរូបនេះបានភូតឯងបន្ថែមដោយសម្ដែងធ្វើជាជនរងគ្រោះថាលោកកំពុងតាក់ទងជាមួយនឹងសមាជិកភាគីកម្ពុជាតាមរយៈ WhatsApp ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃចំនួនព្រោះថាចំនួនកាន់តែខ្លាំងមានន័យថាការខាត់បងកាន់តែច្រើនយើងត្រូវតែជៀសវាងរាល់ទង្វើបង្កហេតុសម្ដីផ្អែមដ៏គួរឲ្យរអើមរបស់រដ្ឋមន្ត្រីការបរទេសថៃទៅកាន់ទូរទស្សន៍សារព័ត៌មានរបស់បារាំងនេះគឺជាការប្រើប្រាស់វោហារសាស្ត្រคล้ายៗប្រឌិតភូតផលនិងបំភ្លៃទាំងស្រុងលោកសីហសចោទថាការទាមទាររបស់កម្ពុជាគឺមិនត្រឹមត្រូវទាំងដែលការពិតជាក់ស្ដែងបង្ហាញយ៉ាងច្បាស់ថាកងទ័ពថៃបានរំលោភចូលដីខ្មែរយ៉ាងជ្រៅហួសពីបន្ទាត់ព្រំដែនកម្ពុជាដែលកំណត់ដោយផែនទីខ្នាត1លើ 200,000 ដែលអន្តរជាតិទទួលស្គាល់លើពីនេះការបន្តឈរជើងរបស់ភាគីថៃកាន់កាប់យ៉ាងជ្រៅនៅក្នុងទឹកដីកម្ពុជាបន្ទាប់ពីបទជបាញ់ចូលជាធរមានគឺជាការរំលោភទៅលើអធិបតេយ្យភាពកម្ពុជាយ៉ាងច្បាស់ក្រឡែតការដែលប្រមុខការទូតថៃចោទថាកម្ពុជាកំពុងប្រែក្លាយចំនួនទៅជាលក្ខណៈអន្តរជាតិហើយភាគីថៃកំពុងជៀសវាងបង្កហេតុគឺជារឿងដ៏គួរឲ្យអស់សំណត់បំផុតព្រោះយោធាថៃតែងប្រើល្បិចដដែលដើម្បីទាត់ចោលនូវកិច្ចព្រមព្រៀងសន្តិភាពរាជធានីកូឡាឡាំពួរកិច្ចបេះពីដំណោះស្រាយច្បាប់អន្តរជាតិបើកការបាញ់ប្រហារនិងឈ្លានពានទឹកដីកម្ពុជាយ៉ាងសាហាវយង់ខ្នងជារួមមកការផ្ដោតបទសម្ភាសន៍របស់លោកសីហសភួងកេតកែវទៅកាន់បណ្ដាញទូរទស្សន៍ព័ត៌មានរបស់បារាំងគ្រាន់តែជាឈុតឆាកសម្ដែងដើរតួជាអ្នកចង់បានសន្តិភាពនៅលើឆាកអន្តរជាតិដើម្បីបិទបាំងសកម្មភាពឈ្លានពានរបស់ខ្លួននៅតាមបណ្ដោយព្រំដែនកម្ពុជាប៉ុណ្ណោះនិងដើម្បីដាក់សម្ពាធពីសហគមន៍អន្តរជាតិទាំងដែលការពិតជាក់ស្ដែងថៃបានប្រើកម្លាំងយោធាមកទន្ទ្រានឈ្លានពានទឹកដីកម្ពុជាទាំងកំរោលដោយមានសារព័ត៌មានអន្តរជាតិល្បីៗទូទាំងពិភពលោកបានដឹងនិងចុះផ្សាយព្រមព្រៀងរួចមកហើយគណៈភាគីកម្ពុជាព្យាយាមស្វែងរកដំណោះស្រាយតាមច្បាប់អន្តរជាតិនិងសន្តិវិធីស្របពេលជាមួយគ្នានេះផងដែរព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រកម្ពុជាទ្រង់ចាត់ទុកសង្គ្រាមថៃឈ្លានពានកាលពីចុងឆ្នាំ2025ថាជាបន្ទុកដ៏ធ្ងន់បន្ថែមទៀតដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងយុទ្ធនាការបោសសម្អាតសំណល់ជាតិផ្ទុះសង្គ្រាមថៃឈ្លានពាននេះបានបន្សល់ទុកយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផ្សេងរាយប៉ាយនៅតាមតំបន់នានានៅក្នុងទឹកដីកម្ពុជាទោះការប្រយុទ្ធគ្នាបានផ្អាកក៏ដោយតាមរយៈព្រះរាជសារក្នុងឱកាសខួបលើកទី27នៃទិវាយល់ដឹងអំពីមានចុះថ្ងៃទី23កុម្ភៈឆ្នាំ2026ព្រះមហាក្សត្រកម្ពុជាទ្រង់រំលឹកថាកម្ពុជាបានឆ្លងកាត់សង្គ្រាមអស់ជាច្រើនទសវត្សរ៍មកហើយនៅលើផ្ទៃប្រទេសបានបន្សល់ទុកគ្រាប់មីននិងសំណល់ជាតិផ្ទុះយ៉ាងច្រើនសន្ធឹកសន្ធាប់ព្រះមហាក្សត្រទ្រង់មានព្រះបន្ទូលថាគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តខ្ទេចខ្ទីបណ្ដាលឲ្យរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិនិងធ្វើឲ្យប្រជារាស្ត្រកម្ពុជារាប់ម៉ឺននាក់ត្រូវរងរបួសធ្លាក់ខ្លួនពិការនិងបាត់បង់ជីវិតព្រមទាំងបង្កជាសោកនាដកម្មដ៏ឈឺចាប់ដែលមិនអាចបំភ្លេចបានរហូតមកដល់បច្ចុប្បន្ននេះក្នុងពេលបច្ចុប្បន្ននេះកម្ពុជាទើបរងការវាយប្រហារដោយកំភ្លើងធំរថក្រោះនិងយន្តហោះចម្បាំងពីទាហានថៃមានគ្រាប់បែកគ្រាប់រំសេវនិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផ្សេងនៅរាយប៉ាយតាមភូមិរបស់ប្រជាជនកម្ពុជាបង្កើតជាបន្ទុកដ៏ធ្ងន់ធ្ងររបស់រាជរដ្ឋាភិបាលកម្ពុជាដែលត្រូវបោសសម្អាតបន្ថែមទៀតទោះជាយ៉ាងណាព្រះបរមរាជាទ្រង់ទតឃើញថាកន្លងមករាជរដ្ឋាភិបាលកម្ពុជាបានខិតខំបង្កើនសកម្មភាពយុទ្ធនាការបោសសម្អាតគ្រាប់មីនក្រោមជំនួយឧបត្ថម្ភគាំទ្រពីអង្គការជាតិនិងអន្តរជាតិដើម្បីរំដោះដីស្រែចម្ការជូនប្រជាកសិករទូទាំងប្រទេសជាមួយគ្នានេះព្រះអង្គក៏ទ្រង់អំពាវនាវដល់បណ្ដាប្រទេសជាមិត្តអង្គការជាតិនិងអន្តរជាតិនិងសប្បុរសជនជាតិនិងអន្តរជាតិមេត្តាបន្តកិច្ចសហប្រតិបត្តិការនិងចូលរួមគាំទ្រលើសកម្មភាពបោសសម្អាតមីនគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនិងជួយសង្គ្រោះជនរងគ្រោះដោយសារមីននៅកម្ពុជាសម្រាប់ព័ត៌មាននៅក្នុងថ្ងៃនេះខ្ញុំសូមបញ្ចប់សូមអរគុណនិងសូមជម្រាបលា